ជំរាបសួរពុកម៉ែបងប្អូនអតិថិជនទាំងអស់គ្នាជួបគ្នាសាជាថ្មីទៀតហើយជាមួយនឹងវីដេអូបង្ហាញពីរបៀបនៃការតឡើងរបស់ម៉ាស៊ីនផលិតទឹកសុទ្ធខ្នាត150លីត្រក្នុង1ម៉ោងដែលខាងយើងចាប់ជាសំណុំហើយស្រេចបងប្អូនដោយសារមួយរយៈនេះគឺមានអតិថិជនជាច្រើនគឺគាត់បានចាជាវម៉ាស៊ីនរបស់យើងជាឈុតហើយគាត់យកទៅតឡើងខ្លួនឯងជាពិសេសគឺបងប្អូនអតិថិជនដែលគាត់នៅតាមបណ្ដាខេត្តនឹងតែម្ដងឈុតនេះចាដូចជំរាបជូនអញ្ចឹងគឺយើងមានចាប់តឡើងជាសំណុំចាហើយស្រេចបងប្អូនត្រៀមតែស្តែនស្តុកទឹកដើមហើយនិងស្តែនស្តុកទឹកបរិសុទ្ធសំបោកគុំកញ្ចក់បន្តិចជុតនេះផងដែរគឺជាម៉ាស៊ីនផលិតទឹកបរិសុទ្ធចាពិសាដែលចេញមកទឹកគឺជាទឹកដែលលក្ខណៈថាដូចគេនិយាយទៅបងប្អូនអាចយកទៅបកប្រកបអាជីវកម្មឬក៏ផ្គត់ផ្គង់បឹកកលឹកច្រើនបានចាបុគ្គលិកអាច100 2ឬក៏300នាក់តែបែបហ្នឹងចាឬក៏បងដែលគាត់នៅតាមបណ្ដារោងចក្រសហគ្រាសមន្ទីរពេទ្យសាលារៀនជាពិសេសដែលគាត់បានជាវទៅចាឬក៏បងខាងសិប្បកម្មចាអូខេឥឡូវចូលដល់សាច់រឿងយើងតែម្ដងជុតនេះគឺដូចបងប្អូនដឹងស្រាប់ហើយដែលយើងចាប់ហ្នឹងគឺមានម៉ូទ័រមានធុងចម្រោះស្មាច់មានបំពង់សលៃហើយនិង AO មានទូ control អីនិយាយរួមទៅគឺមកស្តង់ដារយើងតឡើងនៅក្នុងស្រុកហ្នឹងទេចាអញ្ចឹងការតឡើងអត់ពិបាកទេបងប្អូនមានស្តែនស្តុកទឹកដើមដែលអាចជ្រើសរើសជាប្រភេទធុងជ័រធុងម៉ាបឬក៏ធុងអ៊ីណុកចាបងតពីស្តែនស្តុកទឹកដើមមកចាអ្វីដែលបងប្អូនត្រូវត្រៀមហ្នឹងនេះម៉ូទ័របងប្អូនឃើញទេតយោរបស់វាចាអានេះគឺ34ណាបងប្អូនថ្មិញរបស់ម៉ូទ័រនេះគឺថ្មិញខាងក្នុងអញ្ចឹងបងប្អូនត្រូវយកសុងខាងក្រៅមកកណិចជាប់ហើយពេលដែលតកុំភ្លេចស្គុតទឹកបងដែលគាត់យកទៅគឺខ្ញុំគិតថាគាត់យល់ជាងខ្ញុំផងចាអញ្ចឹងហើយស្តែនស្តុកទឹកដើមហ្នឹងគឺត្រូវស្ថិតនៅក្នុង niveau ចាដែលស្មើគ្នាព្រោះនេះវាបឺតហើយរុញចាវាជាប្រភេទ booster ចាហើយបងប្អូនឃើញម៉ូទ័រនេះគឺយើងមានដាក់ចាលក្ខណៈថាដុំអូតូនេះបងប្អូនអញ្ចឹងពេលដែលទឹករបស់បងប្អូនហ្នឹងវាអស់ពីធុងក៏វាអូតូបិទដែរចាហើយសម្រាប់ដុំអូតូនេះគឺចេញពីនឹងមកក៏អានេះក៏តយោ34ដែរតែនេះយើងភ្ជាប់ឲ្យស្រេចហើយមានរកការតឡើងបងប្អូនឃើញទេគឺមានលក្ខណៈស្តង់ដារកនេះណាពេលដែលម៉ូទ័រមានបញ្ហាគឺយើងអាចដោះយើងអាចបាក់កាត់តយោឲ្យតថ្មីទេចាយើងគ្រាន់តែមូររកនេះចេញមកគឺយើងអាចផ្ដាច់វាបានហើយណាចាហើយតមកទៀតក៏យើងមានរកមកតង់ទៀតដែរបានន័យថាដូចខ្ញុំជំរាបជូនបងប្អូនអញ្ចឹងគឺយើងតគឺមានលក្ខណៈងាយស្រួលណាចាអានេះគឺយើងតឲ្យស្រេចចាអញ្ចឹងធុងចម្រោះស្មាច់នេះបងប្អូនពេលដែលតឡើងហើយអូខេខ្ញុំមកនិយាយតទៅនឹងការតឡើងឲ្យរួចស្រេចតែម្ដងហើយបន្ទាប់មកទៀតខ្ញុំនឹងបង្ហាញពីរបៀបនៃការថែទាំកាច់លាងបន្ទាប់ពីបងប្អូនយកទៅប្រើប្រាស់ចាអញ្ចឹងពេលដែលទឹកចេញមកនេះបងប្អូនចូល micro filter ចាចូលពងសលៃហើយចូល AO ចាអានេះគឺយើងតចេញទៅនេះបងប្អូនចាទឹកបរិសុទ្ធអញ្ចឹងទៅណាបងប្អូនណាចាហើយបន្តមកទៀតចាហើយខាងក្រោយនេះបងប្អូនត្រូវត្រៀមណាចាគឺយើងត្រូវត្រៀមគឺវាមានអ្នកតយោនៅខាងក្រោយនេះណាចាបងប្អូនមានតយោចោលហើយនឹងចាតយោទឹកស្អាតចាអញ្ចឹងគឺការតគឺអត់ពិបាកទេគ្រាន់តែនោះវាថ្មិញក្រៅតែបងប្អូនត្រូវត្រៀមគឺថ្មិញក្នុងមកគឺខនិចចូលគ្នាបានហើយចាចេញពី micro filter មកគឺយើងចូលដល់អាបដូរ AO នេះបងប្អូនបដូរ AO នេះគឺយើងតចូល3ចេញ3ចាអញ្ចឹងគឺទឹកចូលពីនេះមកចាចូលទឺមកចូល AO ហើយចេញបងប្អូនឃើញតយោ Q នេះ2ចាតយោ Q នេះអាកន្លែងមានវ៉ាននេះគឺតយោទឹកចោលហើយអាកន្លែងខាងក្រោយនេះគឺតយោទឹកស្អាតបរិសុទ្ធហើយទឹកដែលចេញមកនៅខាងក្រោយនេះបងប្អូនចានៅខាងក្រោយនេះគឺយើងប្រើតយោ21ចាវាភ្ជាប់មួយ flow នេះតយោ21អញ្ចឹងវាប្រភេទថ្មិញក្រៅចាអញ្ចឹងបងប្អូនត្រៀមទៅសុងថ្មិញក្នុងមកតកណិតតយោ PVC អញ្ចឹងសម្រាប់អានេះគឺតយោទឹកនេះបងប្អូនចានេះគឺតយោទឹកកក្រិចចាតយោទឹកកក្រិចចោលហ្នឹងហើយអានេះគឺតយោទឹកស្អាតពួកបងប្អូនដឹងស្រាប់ហើយAO គឺជាតម្រងដែលមានរន្ធច្រោះតូចមួយលើ10000មីក្រុងហើយលក្ខណៈនៃការបន្សុទ្ធរបស់វាមានទឹកញែកចោលចាបើន័យថាទឹកចូលមកផ្លូវចេញពីផ្លូវទឹកចូល100វាចេញទៅទឹកបរិសុទ្ធតែ30%ទេវាមានទឹកកក្រិចបង្ហូរញែកចោល70%ចាតែបងប្អូនក៏អាចសេរីបានផងដែរតាក់ទងនឹងទឹកស្អាតទឹកកក្រិចហ្នឹងបងអាចសេរីទឹកចោលហ្នឹង60%ឬក៏អីចឹងទៅប៉ុន្តែឲ្យត្រូវតាម design ណាទឹកដែលយកគួរតែយកតែ30%ហើយទឹកដែលចោលហ្នឹងគឺចោល70%ចាហើយបងប្អូនសេរីបានតែគ្រាន់ថាវាតាក់ទងនឹងគ្រាប់ទឹកគឺ mineral rare ណា TDS យើងអាចដឹងដោយបងប្អូនអាចវាស់ TDS ឬក៏ conductivity ចាអញ្ចឹងគ្រាប់ទឹកហ្នឹងគឺវាអាចថារៀងខ្ពស់អីចឹងទៅបើសិនជាបងប្អូនអត់សូវជាសេរីរឿងគ្រាប់ទឹកទេចាយើងអាចយកទឹកយកបរិសុទ្ធហ្នឹងរៀង%ខ្ពស់តែបើសិនជាយើងរៀងសេរីចាបានន័យថាយើងត្រូវការទឹកដែលមានគ្រាប់ទឹកទាបចាគឺបងប្អូនអាចយកភាគរយហ្នឹងទឹកយកហ្នឹងតែ30%ទេអានេះគឺជាកលឹះណាបងប្អូនចាអញ្ចឹងការតឡើងគឺងាយខ្លាំងមែនតើហើយដូចជំរាបជូនឈុតនេះតម្លៃរបស់វា1550គឺមានភ្ជាប់ UV ចាអញ្ចឹងពេលដែលចេញទឹក
ស្អាតមកបងប្អូនអាចដាក់ UV នៅខាងលើនេះក៏បានឬក៏នៅទីតាំងណាមួយដែលបងប្អូនមានកន្លែងចាប់ចាហើយចាំចូលទៅស្ទែនទឹកសុកទឹកបរិសុទ្ធរបស់ពុកម៉ែបងប្អូនចាវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណពុកម៉ែបងប្អូនដែលតែងតែគ្រប់គ្រងមិនថាគ្រប់គ្រងមើលវីដេអូឬក៏ទិញតែម្ដងចាសូមជូនពុកម៉ែសូមជូនពរពុកម៉ែបងប្អូនចាឲ្យរកទទួលទានមានបានចានឹងធ្វើដំណើរទៅទីណាជិតឆ្ងាយចាសូមឲ្យមានសុវត្ថិភាពអរគុណច្រើនជម្រាបលា